មើលចុះបងប្អូនសង្ស័យតែជៀសមិនផុតពីការប្រាធរក្តៅទេមើលទេពីព្រោះថាបងប្អូនស្ទើរតែពេញមួយប្រទេសទៅហើយណានាមិនដឹងណានាមិនល្បីនៅតំបន់លូ5និងចិត្តមុខរោងចក្រអ៊ីខាងផ្លូវវិញស្រេងខាងក្រោមនេះសម្បូរទៅដោយក្រុមអ្នកលក់ដូរយកចិញ្ចើមផ្លូវអ្នកថ្មើរជើងនិងទ្រូងផ្លូវសាធារណៈរបស់រដ្ឋយកមកលក់ដូរបំពេញយ៉ាងអនាធិបតេយ្យដែលបានបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃតែម្ដងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសគឺអ្នកធ្វើដំណើរនៅតាមដងផ្លូវមួយនេះហាក់មានការខឹងសម្បារនិងធុញថប់យ៉ាងខ្លាំងបងប្អូនប្រិយមិត្តជនរួមជាតិយោងតាមសេចក្តីជូនដំណឹងស្ដីអំពីការរៀបចំស្ដាប់ធ្នាប់តាមបណ្ដោយផ្លូវចំចៅឬហៅថាផ្លូវលូ5ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី3ខណ្ឌមានជ័យរាជធានីភ្នំពេញដោយរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី3សូមគោរពជម្រាបជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែប្រកបរបរអាជីវកម្មលក់ដូរគ្រប់ប្រភេទតាមបណ្ដោយផ្លូវចំចៅឬហៅថាផ្លូវលូ5ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី3ខណ្ឌមានជ័យរាជធានីភ្នំពេញឲ្យបានជ្រាបថាបច្ចុប្បន្ននេះរដ្ឋបាលសង្កាត់បានពិនិត្យឃើញថាមានបងប្អូនប្រជាពលរដ្ឋនិងអាជីវករមួយចំនួនបានធ្វើតូបដាក់ក្រែលក់ដូរនិងសម្ភារៈផ្សេងទៀតមានដូចជាផាំងផ្កាជើងឆ័ត្រស្លាកសញ្ញាគំនរថ្មនិងគ្រោះខ្សាច់លើកញ្ចាំផ្លូវសាធារណៈក៏ដូចជាការបង្ហូរទឹកកខ្វក់និងកាកសំណល់លើទ្រូងផ្លូវដែលបណ្ដាលឲ្យមានផលប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់របៀបរៀបរយបរិស្ថាននិងអនាម័យដែលបានបង្កការកកស្ទះចរាចរណ៍ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅតែម្ដងដើម្បីរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់របៀបរៀបរយអនាម័យនិងសោភ័ណភាពល្អស្អាតក្នុងមូលដ្ឋាននិងដើម្បីសម្រួលទៅដល់ការធ្វើដំណើរក៏ដូចជាការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទូទៅនោះរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី3សូមធ្វើការណែនាំឲ្យបងប្អូនដែលបាននឹងកំពុងតែយកចិញ្ចើមផ្លូវនិងទ្រូងផ្លូវសាធារណៈមកប្រើប្រាស់ធ្វើជាអាជីវកម្មផ្ទាល់ខ្លួនត្រូវធ្វើការរុះរើតូបក្រែនិងយកចេញនៅសម្ភារៈផ្សេងដែលបានដាក់លើចិញ្ចើមផ្លូវសាធារណៈឲ្យអស់ក្នុងរយៈពេល3ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅនៅក្នុងករណីបងប្អូនមិនចូលរួមអនុវត្តតាមការណែនាំខាងលើនោះទេរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី3នឹងមានវិធានការរដ្ឋបាលតាមនីតិវិធីច្បាប់ដោយមិនទទួលខុសត្រូវទៅលើការខូចខាតឬការបាត់បង់សម្ភារៈនិងទ្រព្យសម្បត្តិរបស់បងប្អូននោះឡើយរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី3មានជំនឿជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងមួយនេះឲ្យមានប្រសិទ្ធភាពចាញ់ដោយចៅសង្កាត់ស្ទឹងមានជ័យទី3ហត្ថលេខាលោកសាំងស៊ីណាជាចុងក្រោយនេះក្នុងនាមរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី3ក៏ដូចជារដ្ឋបាលខណ្ឌមានជ័យក៏បានស្នើសុំឲ្យបងប្អូនដែលកំពុងតែជួលកន្លែងដាក់លក់ខាងមុខផ្ទះគេនោះសូមរុះរាន់ទៅកន្លែងថ្មីជាបន្ទាន់បើមិនដូច្នោះទេរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី3និងរដ្ឋបាលខណ្ឌមានជ័យផ្ទាល់នឹងមានវិធានការក្នុងការដកហូតសម្ភារៈរបស់បងប្អូនដែលមិនទទួលខុសត្រូវនោះឡើយដែលឡែកចំពោះម្ចាស់ផ្ទះដែលសពថ្ងៃកំពុងតែដាក់ជួលបន្តឲ្យមានការលក់ដូរនៅខាងមុខផ្ទះរបស់ខ្លួននោះសូមបញ្ឈប់ជាបន្ទាន់ផងដែរបើមិនដូច្នោះទេនោះរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី3ក៏ដូចជារដ្ឋបាលខណ្ឌមានជ័យនឹងរៀបចំឯកសារតាមនីតិវិធីច្បាប់ស្តីអំពីចំណីចិញ្ចើមផ្លូវសាធារណៈតាមមាត្រា64ដែលបានចែងដើម្បីធ្វើការបញ្ជូនបន្តទៅកាន់តុលាការដោយគ្មានការលើកលែងនោះឡើយធ្វើសេចក្តីរាយការណ៍ព័ត៌មានដោយខ្ញុំបាទសវណ្ណរិទ្ធរតនាពីសង្កាត់ស្ទឹងមានជ័យទី3ខណ្ឌមានជ័យរាជធានីភ្នំពេញ